បាទសប្បាយភ្នែក admin ទៀតបងប្អូនអរគ្នាបាទនេះគឺជាវីដេអូដែលពួកគាត់កំពុងតែដើររកត្រីបាទនៅក្នុងតំបន់នេះគឺជាតំបន់ភ្នំបងប្អូនអរគ្នាពួកគាត់ដើររកត្រីនៅពេលភ្លៀងធ្លាក់បាទអញ្ចឹងទឹកនៅពេលដែលទឹកស្រកអស់បាទគឺត្រីនៅលើគោកតែម្ដងបងប្អូនអរគ្នានៅតាមច្រាំងថ្មណាហើយនេះជាត្រីភ្នំឯងបងប្អូនអរគ្នាបាទសម្បូរខ្លាំងមែនទែនត្រីខ្ជឹងត្រីអីហ្នឹងបាទនៅពេលដែលភ្លៀងហើយបងប្អូនអរគ្នាអើយបាទ admin នឹកការក្មេងៗណាបាទមានត្រីដែងមានដែងទុនដែងភ្នំអូពិតជាច្រើនមែនទែនបងប្អូនអរគ្នាដោយសារតែធនធានធម្មជាតិនៅក្នុងស្រុកគេហ្នឹងគឺគេអាចថែរក្សាបានល្អបងប្អូនអរគ្នាមិនធ្វើការបំពុលមិនធ្វើការឆក់មិនធ្វើការនេសាទខុសច្បាប់អញ្ចឹងទៅអញ្ចឹងនៅតែអាចរកបានបាទសម្រាប់បងប្អូនជើងនេះធំណាស់បងប្អូនអរគ្នាបាទនឹកឃើញការពីក្មេងៗបងប្អូនអរគ្នាដាក់បកាយនៅក្នុងមាត់អូណានៅក្នុងអូបាទអឺបានត្រីខ្ជឹងសប្បាយចិត្តខ្លាំងណាស់បងប្អូនអរគ្នាពីអ្នកមិត្តភ័ក្តិមួយអ្នកហ្នឹងបាទហើយចាំថ្ងៃមួយដាក់បានត្រីខ្ជឹងឡើងប៉ប៉ិនពពួនជើងបងប្អូនអធិស្ឋានប៉ិនពពួនដៃបាទយកទៅដូរត្រីទក់ឡើងប៉ប៉ិនកជើងបងប្អូនអញ្ចឹងដោយសារតែប៉ារបស់មិត្តភ័ក្តិហ្នឹងគាត់ចង់បានត្រីខ្ជឹងហើយគាត់ដូរជាមួយនឹងត្រីរ៉ស់ឡើងប៉ប៉ិនកជើងក៏គាត់ហ៊ានដូរជាមួយដែរបងប្អូនអរគ្នាឲ្យតែបានត្រីខ្ជឹងណាដែលគាត់ថាគាត់ចូលចិត្តញ៉ាំត្រីខ្ជឹងបាទហើយត្រីខ្ជឹងភ្នំនេះគឺធំល្អខ្លាំងណាស់ធម្មជាតិសុទ្ធសាធតែម្ដងបងប្អូនអរគ្នាអញ្ចឹងមិនងាយបានជួបប្រទះទេបងប្អូនអរគ្នាហើយបាទចឹងសម្រាប់ស្រុកយើងវាខ្សត់ខ្សោយទៅខ្សត់ខ្សោយទៅសម្រាប់ធនធានធម្មជាតិនៅតំបន់ខ្លះក៏គេអភិរក្សដែរបងប្អូនអរគ្នាអញ្ចឹងនៅតែមានធម្មតាដែរប៉ុន្តែតំបន់ខ្លះគឺប៉ាតណាប៉ាតណីអញ្ចឹងទៅវិជាពលរដ្ឋចង់បានលឿនចង់បានស្រួលអញ្ចឹងទៅក៏ប្រើវិធីសាស្ត្រផ្សេងបំពុលទឹកអីចឹងទៅបងប្អូនអរគ្នាអញ្ចឹងដាច់ពូជតាមទៅនឹងដែរទៅបងប្អូន